បញ្ហាភ្នែកដែលកើតឡើងដោយសារតែការគេងមិនលក់ឬក៏ការគេងមិនបានគ្រប់គ្រាន់ទី1ចាគឺធ្វើឲ្យភ្នែករបស់យើងនឹងស្ងួតទី2ធ្វើឲ្យភ្នែករបស់យើងចុកខ្សោយចាឬក៏ចុកខ្សោយសាច់ដុំភ្នែកទី3ចាធ្វើឲ្យភ្នែករបស់យើងមានបញ្ហាក្រហមចាឬក៏អាចរមាស់រកម្មទី4ចាធ្វើឲ្យភ្នែករបស់យើងនេះចាឆាប់ហត់នឿយចុករយពិបាកនៅក្នុងការសម្លឹងមានភាពតានតឹង stress នៅក្នុងភ្នែកបើសិនជាបងប្អូនជួបបញ្ហាទាំងអស់នេះចាបងប្អូនគួរតែបដូរទម្លាប់ចាព្យាយាមគេងឲ្យបានគ្រប់គ្រាន់ចាហើយបងប្អូនគួរតែជ្រើសរើសចាអាហារដែលវាសម្បូរសារធាតុចិញ្ចឹមទៅដល់ភ្នែកចាក៏ដូចជានៅពេលដែលយើងធ្វើដំណើរទៅខាងក្រៅយើងគួរតែពាក់មួកឬក៏ពាក់វ៉ែនតាការពារភ្នែកកុំឲ្យភ្នែកយើងត្រូវពលឺថ្ងៃខ្លាំងឬក៏កម្ដៅថ្ងៃខ្លាំងឬក៏វាជួយបាំងចាខ្យល់ក្តៅខ្យល់ស្ងួតដែលជះឥទ្ធិពលមកលើភ្នែករបស់យើងធ្វើឲ្យភ្នែករបស់យើងនឹងកាន់តែចុកខ្សោយកាន់តែបង្កភាពស្ងួតចាបន្ថែមពីនេះទៅទៀតចាបងប្អូនបើមានលទ្ធភាពបងប្អូនគួរតែស្វែងរកឱសថជួយបំពន់ថែទាំភ្នែកញ៉ាំដើម្បីបង្ការការពារចាភ្នែករបស់យើងចាកុំឲ្យភ្នែករបស់យើងឆាប់ចុះខ្សោយកុំឲ្យភ្នែករបស់យើងនឹងងាយមានបញ្ហាផ្សេងៗមកបៀតបៀន